ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅបន្តិចទៀតនេះកម្មវិធីសហគមន៍ខ្ញុំនឹងលើកយកប្រធានបទសិទ្ធិកាន់កាប់ដីធ្លីសហគមន៍មកពិភាក្សាតើបច្ចុប្បន្នការរស់នៅការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋមានលក្ខណៈដូចម្តេចពិសេសសហគមន៍ជនជាតិដើមភាគតិចតើភាគីពាក់ព័ន្ធគួរពន្លឿនយន្តការបែបណាដើម្បីឲ្យប្រជាពលរដ្ឋឆាប់បានទទួលសិទ្ធិកាន់កាប់ដីធ្លីមានមតិយោបល់ឬសំណួរសូមហៅទូរស័ព្ទមកលេខ012 999 014 015 222 និង097 85 85 102និងតាមរយៈទំព័រ Facebook វិទ្យុស្ត្រី Women Radio ជាទឹកដីដែលមានធនធានធម្មជាតិស្រស់ត្រកាលសម្បូរដោយជីវៈចម្រុះពិសេសអនុផលព្រៃឈើដែលបំពេញតម្រូវការដល់មនុស្សសត្វផងទាំងពួងឲ្យរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តរក្សាបាននូវអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ស្រស់ផូរផង់នេះជាសហគមន៍ខ្ញុំនេះជាសហគមន៍ខ្ញុំកម្មវិធីសហគមន៍ខ្ញុំកម្មវិធីសហគមន៍ខ្ញុំសហគមន៍ខ្ញុំដើម្បីលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីនិងសិទ្ធិអាស្រ័យផលរបស់សហគមន៍នៅកម្ពុជាផលិតដោយវិទ្យុស្ត្រីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាគាំទ្រថវិកាដោយគម្រោងអភិបាលកិច្ចដីធ្លីតំបន់មេគង្គ MRLGចាជំរាបសួរនាងកញ្ញាលោកស្រីប្រិមិត្តកំពុងស្ដាប់ការផ្សាយរបស់វិទ្យុស្ត្រីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាផ្សាយចេញពីរាជធានីភ្នំពេញលើរលកអាកាស FM 103.5 និងស្ថានីយ៍ផ្សាយបន្តនៅខេត្តកំពង់ធំ FM 104ខេត្តបាត់ដំបង FM 105.3ខេត្តកំពង់ចាម FM 99.3សូមជម្រាបសួរនាងកញ្ញាលោកស្រីដែលទស្សនាតាម Facebook Page វិទ្យុស្ត្រី Women Radio និងលោកអ្នកកំពុងស្ដាប់តាម App Women Radio និងស្ដាប់តាមគេហទំព័ររបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាដែលមានអាសយដ្ឋាន www.wmc.org.kh ចាថ្ងៃនេះគឺជាថ្ងៃសុក្រចា800ខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ហើយថ្ងៃនេះត្រូវនឹងថ្ងៃទី21ខែមីនាឆ្នាំ2025កម្មវិធីសហគមន៍ខ្ញុំបានវិលមកជួបនាងកញ្ញាលោកស្រីសាជាថ្មីដោយដែលបានសន្យាដែលកម្មវិធីយើងថ្ងៃនេះយើងលើកយកប្រធានបទតាក់ទងទៅនឹងសិទ្ធិកាន់កាប់ដីធ្លីសហគមន៍មកជជែកពិភាក្សាចាលោកអ្នកដឹងហើយថាដីធ្លីសហគមន៍គឺជាកម្មសិទ្ធិរបស់សហគមន៍ដែលប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗដូចជាការរស់នៅធ្វើសកម្មភាពសេដ្ឋកិច្ចរួមគ្នាជាដើមដាក់នឹងឡាក់ដូច្នេះថាតើដីសហគមន៍មានការការពារពីច្បាប់និងមានលិខិតបញ្ជាក់សិទ្ធិកាន់កាប់ស្របច្បាប់ដូចម្តេចខ្លះថ្ងៃនេះលោកអ្នកនឹងទទួលបានជ្រាបដោយសារយើងទទួលបានការអញ្ជើញចូលរួមពីវាគ្មិនជំនាញពីររូបដែលមួយរូបកំពុងតែស្ថិតនៅក្នុងអនឡាញហើយមួយរូបនៅក្នុងបន្ទប់ផ្សាយដែលលោកអ្នកកំពុងទស្សនាតាម Facebook Page និងមើលឃើញលោកតែមានវត្តមានក្នុងបន្ទប់ផ្សាយនៅក្បែរនេះខ្ញុំសូមអនុញ្ញាតគ្រប់នៅជំរាបសួរចា៎ចាអរគុណសូមដាក់មីក្រូចិត្តមាត់លោកតិចពីក្មិននៅក្នុងបន្ទប់ផ្សាយរបស់យើងគឺលោកហ៊ុនជុនឌីលោកគឺជានាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ហើយនឹងវាគ្មិនមួយរូបទៀតដែលកំពុងតែអនឡាញចាស់គឺលោកគិតទូចលោកគឺជាអ្នកសិក្សាស្រាវជ្រាវវិស័យច្បាប់និងសង្គមហើយក៏ជាគ្រូបង្រៀនច្បាប់វិស័យការងារដោះស្រាយទំនាស់ផងដែរជំរាបសួរចាលោកទូចចាសូមអរគុណជំរាបសួរលោកទូចចាកំពុងតែនៅអនឡាញចាខាងនេះខ្ញុំអត់ស្ដាប់ឮសំឡេងលោកទូចទេចឹងខាងក្រុមការងារជួយសម្រួលផងចាជ្រាបក្នុងឱកាសនេះជំរាបជូននាងកញ្ញាលោកស្រីផងដែរថាថ្ងៃនេះយើងជជែកតាក់ទងទៅនឹងសិទ្ធិកាន់កាប់ដីធ្លីសហគមន៍ចាហើយវាគ្មិនរបស់យើងគឺមានពីររូបដែលមួយរូបមានវត្តមានក្នុងបន្ទប់ផ្សាយហើយមួយរូបទៀតគឺលោកលើសំឡេងខ្ញុំបាទអនឡាញហើយមិនដឹងថាអាចតាក់ទងលោកបានឬក៏អត់ទេខ្ញុំព្យាយាមម្ដងទៀតដើម្បីយើងអាចតំណែងជាមួយលោកចាហើយ
ហើយបើសិនជាលោកអ្នកមានមតិយោបល់ឬក៏មានចម្ងល់អីជំវិញប្រធានបទរបស់យើងសូមអញ្ជើញទូរស័ព្ទមកយើងរីករាយនឹងទទួលស្វាគមន៍ពីព្រោះប្រធានបទនេះយើងចង់ផ្សព្វផ្សាយអំពីសារៈសំខាន់នៃប្រព័ន្ធសិទ្ធិកាន់កាប់ដីធ្លីរបស់សហគមន៍រកដំណោះស្រាយល្អៗសម្រាប់សហគមន៍ដើម្បីធានាបានថាទទួលបានសិទ្ធិនិងអនាគតរបស់សហគមន៍ល្អប្រសើរមួយទៀតនោះគឺយើងជំរុញឲ្យមានការទទួលស្គាល់សិទ្ធិកាន់កាប់ដីធ្លីតាមបែបសហគមន៍ដើម្បីគ្រប់គ្រងធនធានធម្មជាតិការពារអត្តសញ្ញាណសង្គមសេដ្ឋកិច្ចនិងវប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិចដើម្បីជៀសវាងមានចំនួនកើតឡើងនិងបញ្ហាប្រឈមនានានៅក្នុងការកាន់កាប់តាមបែបប្រពៃណីរបស់ពួកគាត់ដូច្នេះបើសិនជាលោកអ្នកមានមតិយោបល់ចង់ចូលរួមជជែកពិភាក្សាឬក៏មានសំណួរមកកាន់វាគ្មិនទាំងពីរទូរស័ព្ទនៅរងចាំស្វាគមន៍គឺ012 999 014 015 222 102និង097 85 85 102ហើយនិង Facebook Page វិទ្យុស្ត្រី Women Radio បានអ្នកចាប់អារម្មណ៍លើប្រធានបទនេះទូរស័ព្ទឥឡូវនេះមក012 999 014 015 222 102ឬ097 85 85 102សហគមន៍ខ្ញុំដើម្បីលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីនិងសិទ្ធិអាស្រ័យផលរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាប្រជាសហគមន៍គ្រប់រូបមានសិទ្ធិរស់នៅបែបប្រពៃណីនិងការទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍ចាសិទ្ធិកាន់កាប់ដីធ្លីសហគមន៍ជាប្រធានបទដែលយើងត្រូវជជែកនៅក្នុងកម្មវិធីសហគមន៍ខ្ញុំនៅព្រឹកនេះជំរាបសួរលោកវាគ្មិនម្ដងទៀតដែលមានវត្តមានក្នុងបន្ទប់ផ្សាយហើយខ្ញុំសាឡបងជំរាបសួរលោកកទួយសាជាថ្មីម្ដងទៀតចាជំរាបសួរបាទជំរាបសួរស្ដាប់ខ្ញុំបានជំរាបសួរលោកទួយចាខ្ញុំអត់ទទួលបានសម្លេងលោកតតែសោះចាខ្ញុំអត់ដឹងថាហេតុអីចាចាលោកជុនឌីស្ដាប់ឮសម្លេងគាត់ទេអត់ដែរខ្ញុំចាលោកជុនឌីក៏ស្ដាប់អត់ឮដូចគ្នាចាគឺអត់ឮសម្លេងលោកទេចាអញ្ចឹងខាងបច្ចេកទេសសូមជួយសម្រួលបច្ចេកទេសផងដើម្បីអាចទំនាក់ទំនងគ្នាបានមុននឹងខ្ញុំជំរាបសួរលោកទូចសាជាថ្មីខ្ញុំមានសំណួរខ្លះជំរាបសួរលោកជុនឌីដែរហើយនេះជាលើកទី1ដែលលោកចិនឌីអញ្ជើញចូលរួមនៅក្នុងបន្ទប់ផ្សាយវិទ្យុស្ត្រីរបស់យើងដោយសារយើងជជែកតាក់ទងទៅនឹងសិទ្ធិកាន់កាប់ដីធ្លីសហគមន៍អញ្ចឹងជាដំបូងខ្ញុំចង់ដឹងដែរថាតើបច្ចុប្បន្ននេះស្ថានភាពនៃការរស់នៅការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋសហគមន៍មានលក្ខណៈដូចម្ដេចចាស់សូមលោកបងនៅអន្តរាគមន៍ចូលក្នុងជួរបានអត់ឮចាស់សូមជួយលោកស្រាប់សលេងខ្ញុំឮទេចាសូមជួយចាតែឮសូរលោកទូចគាត់និយាយស្អីចាជាបឋមក៏សូមគោរពទៅដល់អាយដាមលោកជំទាវនិងប្រិយមិត្តអ្នកស្ដាប់ទាំងអស់នៃវិទ្យុស្ត្រីរបស់យើងនៅថ្ងៃនេះថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលបានចូលរួមក្នុងកម្មវិធីវិទ្យុនិងជជែកអំពីបញ្ហាសិទ្ធិកាន់កាប់ដីធ្លីរបស់សហគមន៍របស់យើងបើយើងនិយាយពីសហគមន៍វាមានច្រើននៅក្នុងប្រទេសកម្ពុជារបស់យើងវាមានដូចជាសហគមន៍នេសាទសហគមន៍ព្រៃឈើនៅតាមតំបន់ឆ្នេរតំបន់ទន្លេសាបអីហ្នឹងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មហើយសហគមន៍តំបន់ការពារធម្មជាតិក៏ស្ថិតនៅតាមតំបន់ព្រៃភ្នំក្រំថ្មដែលគ្រប់គ្រងទៅដោយក្រសួងបរិស្ថានដូចគ្នាដែរហើយសហគមន៍ទេសចរក៏មាននៅចម្រុះជាមួយនឹងសហគមន៍នេសាទសហគមន៍ព្រៃឈើតំបន់ការពារធម្មជាតិអីដូចគ្នាចឹងដែរហើយជាពិសេសដែលឡែកមួយទៀតដែលពិសេសជាងគេសហគមន៍របស់យើងនៅស្រុកខ្មែរយើងហ្នឹងគឺសំដៅទៅដល់សហគមន៍ជនជាតិដើមភាគតិចគឺជាសហគមន៍មួយដែលមានប្រពៃណីមានវប្បធម៌មានការរស់នៅកាន់កាប់ដីធ្លីទុនធានធម្មជាតិហ្នឹងមានលក្ខណៈពិសេសជាងគេនៅក្នុងចំណោមសហគមន៍ទាំងអស់ហ្នឹងហើយដែលរាជរដ្ឋាភិបាលក៏ដូចជាសហគមន៍អន្តរជាតិដែលគេចាប់អារម្មណ៍នឹងការពារណាស់ហើយមាន
គេឲ្យតម្លៃសហគមន៍ជនជាតិដើមភាគតិចរហូតដល់ទៅជាជើងឯកក្នុងការការពារធនធានធម្មជាតិទៅទៀតផងបាទចាពួកគាត់រស់នៅជាមួយនឹងធនធានធម្មជាតិហ្នឹងរាប់រយចំនួនមកមិនដឹងប្រមាណចំនួនមកហើយទេហើយធម្មជាតិដែលនៅជុំវិញគាត់ហ្នឹងគឺនៅតែស្រស់បំប្រងដដែលនៅតែស្រស់បំប្រងដដែលហើយប្រភពដ៏សំខាន់ក្នុងការដែលទ្រទ្រង់ទៅដល់បរិស្ថានជាពិសេសបរិស្ថានការប្រែដែលទប់ទល់ជាមួយនឹងការប្រែប្រួលអាកាសធាតុដូចយើងឃើញរាល់ថ្ងៃនេះបាទនេះគឺជាចំណុចសំខាន់របស់សហគមន៍ជនជាតិដើមភាគតិចហើយតាមស្ថិតិទូទៅពួកគាត់ដូចជាមានប្រមាណជា24ជាតិពន្ធនោះចា24ដូចជា24ខ្ញុំមិនចាំអស់ទេគ្រាន់តែយើងមានជាតិពន្ធដែលសំខាន់ធំជាងគេនោះគឺមានគួយហើយនិងពូនងនៅក្នុងខេត្តមណ្ឌលគិរីរតនគិរីនឹងច្រើនជាងគេក្នុងហើយ24សហជាតិពន្ធនឹងនៅស្ថិតរាយប៉ាយនៅតាម15ខេត្តតាមដែលស្ថិតិដែលជំរឿនយកបានហ្នឹងហើយពួកគាត់នឹងមានប្រមាណជា170000នាក់ជាង170000ជិត180,000នាក់បើធៀបទៅនឹងជាពលរដ្ឋខ្មែរយើងទាំងមូលមានប្រមាណជា 1.34% បើគិតជាចំនួនពលរដ្ឋទាំងអស់នៅក្នុងកម្ពុជានឹងនិយាយទៅគាត់គឺជាខ្មែរមួយដែរគ្រាន់តែថាគាត់មានដើមកំណើតមួយពិសេសរបស់គាត់ដែលឡែកហើយគាត់រស់នៅតែតាមតំបន់ព្រៃភ្នំក្រំថ្មទេបាទហើយប្រពៃណីរបស់គាត់ក៏ដែលឡែកវប្បធម៌របស់គាត់ដែលឡែកមានការមានជំនឿមានការសែនព្រេនតាមរបៀបរបស់គាត់ដែលឡែកអញ្ចឹងរស់នៅពឹងផ្អែកទៅលើតែធម្មជាតិទេមិនដូចខ្មែរយើងនៅខាងក្រោមនេះគាត់មានរបរច្រើនយ៉ាងណាប៉ុន្តែសម្រាប់ពួកគាត់គឺរស់នៅតែនឹងព្រៃឈើទេគាត់បរបាញ់សត្វគាត់រអនុផលព្រៃឈើបន្លែប្រការស្អីចេញពីព្រៃឈើទាំងអស់ហើយអាចមាននេសាទមានអីចឹងដែរកន្លែងខ្លះដែលមានទឹកមានអូរមានស្ទឹងមានអីចឹងចាហើយការធ្វើស្រែធ្វើចម្ការរបស់គាត់ហ្នឹងក៏មិនដូចជាការធ្វើស្រែចម្ការយើងនៅលើដែរគាត់បដូរវេនដំណាំដែលយើងហៅថាចម្ការពនេចរគាត់ហ្នឹងគឺគាត់ដាំនៅនេះ2-3ឆ្នាំចឹងទៅរៀងរិចរិលដីតិចទៅគាត់រើទៅនៅមួយកន្លែងទៀតដាំមួយកន្លែងទៀត2-3ឆ្នាំចឹងទៅរត់ដល់មួយកន្លែងហ្នឹងទៀតទៅគាត់ត្រឡប់មកកន្លែងចាស់វិញចឹងទៅនេះជារបៀបដែលគាត់ធ្វើកសិកម្មរបស់គាត់ហើយយើងដោយសារតែប្រពៃណីទំនៀមទម្លាប់ការរស់នៅរបស់គាត់ដែលឡែកចឹងហើយបានជារាជរដ្ឋាភិបាលយើងយកចិត្តទុកដាក់បង្កើតជាក្របខ័ណ្ឌច្បាប់បទដ្ឋានគតិយុត្តមួយចំនួនដើម្បីទ្រទ្រង់របៀបរស់នៅរបស់គាត់ហើយការពារសិទ្ធិរបស់គាត់ទៅលើដីធ្លីរបៀបដែលគាត់កាន់កាប់បែបប្រពៃណីរហូតដល់យើងមានចែងយ៉ាងច្បាស់លាស់នៅក្នុងច្បាប់ភូមិបាលឆ្នាំ2001យើងនឹងហើយក្រោយមកក៏មានចែងជាប្រកាសជាអនុក្រឹត្យអីក៏ច្រើនដែរដើម្បីធ្វើម៉េចឲ្យសហគមន៍ជនជាតិដើមភាគតិចនឹងអាចបន្តការរស់នៅតាមបែបប្រពៃណីនឹងហើយនឹងរៀបចំច្បាប់ទម្លាប់សម្រាប់ចុះបញ្ជីដីធ្លីរបស់គាត់តាមបែបសមូហភាពដែលជារបៀបរស់នៅតាមបែបធម្មជាតិរបស់គាត់ហ្នឹងចា៎អញ្ចឹងរហូតមកដល់ពេលនេះតាមដែលយើងទទួលបានព័ត៌មានហ្នឹងគឺសហគមន៍របស់គាត់ដែលរស់នៅរាយប៉ាយតាម15ខេត្តហ្នឹងមានប្រមាណជា455ភូមិយើងបើនិយាយជាគោលការណ៍ជាក់ស្ដែងមកភូមិគឺចាត់ទុកដោយមួយសហគមន៍អញ្ចឹងណាអាចថា455ភូមិស្មើនឹង455សហគមន៍របស់គាត់ដែរចាអញ្ចឹងរដ្ឋជាយាមរដ្ឋាភិបាលជាយាមចុះបញ្ជីពួកគាត់នឹងឯងហើយរហូតមកដល់ពេលនេះការចុះបញ្ជីនឹងវាមានតាមដំណាក់កាលវាមាន3ដំណាក់កាលទៅទៀត3ដំណាក់កាលហ្នឹងដំណាក់កាលទី1គឺបញ្ជាក់ឲ្យច្បាស់ថាពួកគាត់នឹងជាជនជាតិដើមភាគតិចចា៎មានន័យថាកំណត់អត្តសញ្ញាណកម្មរបស់គាត់ចា៎អញ្ចឹងនេះជាវគ្គទី1មុននឹងបានទៅដល់ចុះបញ្ជីដីសមរភាពទី1ត្រូវទទួលស្គាល់ថារដ្ឋត្រូវបញ្ជាក់ឲ្យបានច្បាស់ថាពួកគាត់ក្រុមគាត់ហ្នឹងគឺជាជនជាតិដើមភាគតិចពិតប្រាកដមែនបាទពិតប្រាកដមែនហ
ហើយទី2ទៀតដើម្បីអាចឲ្យគាត់ឈានទៅដល់ស្នើសុំចុះបញ្ជីបានតើតើគាត់មានភាពជានីតិបុគ្គលមានន័យថាពួកគាត់ជាក្រុមមនុស្សមួយដែលច្បាប់បានទទួលស្គាល់ហើយអាចធ្វើកិច្ចការមួយចំនួនដែលច្បាប់ទទួលស្គាល់ទៀតដែលយើងហៅថានីតិបុគ្គលហ្នឹងគឺចឹងពីដូចជាមនុស្សយើងម្នាក់ចឹងយើងមានសិទ្ធិធ្វើអីខ្លះចឹងក្រុមគាត់ក្នុងនាមជាក្រុមគាត់អាចមានសិទ្ធិដូចមនុស្សម្នាក់អញ្ចឹងដែរមានន័យថាអញ្ចឹងនីតិបុគ្គលហ្នឹងអរគុណច្រើនលោកជំទីបន្តិចទៀតយើងទៅជែកទៅដល់ថាតើពួកគាត់មានសិទ្ធិកាន់កាប់ដីធ្លីហ្នឹងមានដំណើរការយ៉ាងដូចម្ដេចរហូតដល់ពេលនេះឥឡូវខ្ញុំសាកល្បងជួបលោកគិតទូចមួយសារទៀតចាជំរាបសួរលោកទូចចាអាឡូចាប្រហែលជាយើងមិនអាចតាក់ទងលោកទូចបានទេខ្ញុំស្ដាប់អត់បានលោកចិនឌីក៏ស្ដាប់អត់បានដូចគ្នាចាលោកចិនឌីស្ដាប់លោកទូចបានទេចាលោកទូចអាចនិយាយឲ្យលឺបន្តិចមើលមិនដឹងគឺ connection មួយគូលឺបន្តិចឥឡូវលឺបន្តិចមែនតើលឺឲ្យបានប៉ុណ្ណឹងបានបន្តិចហីប៉ុន្តែខ្ញុំលឺខ្សោយមែនតើចាជំរាបសួរម្ដងទៀតចាបាទខ្ញុំលឺច្បាស់ប៉ុន្តែមិនដឹងថាខាងកាត់ភ្ជាប់ខាង audio ភ្ជាប់នឹងយ៉ាងម៉េចដែរខ្ញុំមិនដឹងថាហេតុអីបានខ្ញុំស្ដាប់លោកអត់លឺទេខ្ញុំសូមអធិស្ឋានអាឡូចាឥឡូវដូចលឺអាឡូចាខ្ញុំជួយមកគាត់ថាខ្ញុំបានខាតទៅគាត់ជួយសម្លេងនិយាយទៅលឺខ្សោខ្សោយលឺសូរតិចមែនតើប្រហែលជាខ្ញុំអត់អាចតាក់ទងជាមួយលោកទូចបានទេខ្ញុំសូមអធិស្ឋានផងចាខ្ញុំសូមឲ្យក្រុមការងារតាក់ទងលោកទូចតាមទូរស័ព្ទវិញខ្ញុំខ្លាចប្រិមិត្តស្ដាប់អត់បានដែរពិសេសគឺអ្នកដែលស្ដាប់តាមលោកអាកាសវិទ្យុណាចាអញ្ចឹងខ្ញុំព្យាយាមក្រុមការងារយើងព្យាយាមតាក់ទងលោកតាមប្រព័ន្ធទូរស័ព្ទវិញចាឥឡូវនេះបើសិនជានាងកញ្ញាលោកលោកស្រីដែលកំពុងទស្សនាការផ្សាយផ្ទាល់ក៏ដូចជាទស្សនាតាម Facebook Page វិទ្យុស្រី Women Radio ចាលោកអ្នកអាច comment នៅខាងក្រោម Facebook ដើម្បីដាក់ជាសំណួរសួរមកកាន់វាគ្មិនរបស់យើងថាតើលោកចង់ដឹងអ្វីខ្លះតាក់ទងទៅនឹងសិទ្ធិកាន់កាប់ដីធ្លីសហគមន៍អំបញ្ញមិញលោកជំទីបានជំរាបជូនហើយតាក់ទងទៅនឹងស្ថានភាពការរស់នៅការកាន់កាប់ដីធ្លីរបស់សហគមន៍ចាបើនិយាយអំពីសហគមន៍ជនជាតិដើមភាគតិចជាដើមហ្នឹងគឺគាត់រស់នៅបែបមានច្រើនដូចជាអ្នកខ្លះនេសាទអីចឹងទៅអ្នកខ្លះរស់នៅតំបន់ព្រៃឈើព្រៃអីចឹងទៅប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់ឃើញថាបច្ចុប្បន្ននេះដោយសារតែសហគមន៍នៅតែមានការអនុវត្តបែបប្រពៃណីប៉ុន្តែរដ្ឋាភិបាលកំពុងតែរៀបចំជាប្រព័ន្ធចុះបញ្ជីដីធ្លីជូនបងប្អូនដែលរស់នៅតាមសហគមន៍ពិសេសគឺជនជាតិដើមភាគតិចនឹងឯងហើយអ្វីដែលយើងមើលឃើញនឹងភាសារបស់លោកជនឌីដែរថាជនជាតិដើមភាគតិចនៅតែរក្សាតំបន់ព្រៃឈើឲ្យមានពណ៌បៃតងរក្សាស្ថានភាពការរស់នៅរបស់គាត់បែបបរិស្ថានធម្មជាតិនោះហើយខ្ញុំជឿថារដ្ឋាភិបាលក៏ចង់ឲ្យប្រទេសយើងនៅថែរក្សានៅសម្បត្តិវប្បធម៌របស់យើងនឹងដែរខ្ញុំក៏ចង់សួរសំណួរបន្តទៀតដែរទៅលោកជំឌីមុននឹងក្រុមការងារយើងភ្ជាប់ទៅខាងលោកទូចចាដោយសារខ្ញុំអត់អាចតាក់ទងលោកទូចបានអំបញ្ញមិញគឺលោកជំឌីបានជម្រាបជូនខ្លះតាក់ទងទៅនឹងការរដ្ឋាភិបាលកំពុងតែរៀបចំចុះបញ្ជីដីធ្លីជូនទៅដល់ប្រជាពលរដ្ឋសហគមន៍ប៉ុន្តែលុះត្រាតែនៅសហគមន៍ពិសេសជនជាតិដើមភាគតិចត្រូវតែមានគេហៅអត្តសញ្ញាណច្បាស់លាស់ដើម្បីទៅអាចចុះបញ្ជីបានឬក៏យ៉ាងម៉េចគេលោកខ្ញុំលើកមកមានកំហុសឆ្គងសូមលោកបន្ថែមតិចចា៎បាទជាទូទៅគឺចង់ឲ្យសហគមន៍របស់យើងនឹងថែរក្សាមានដីមានធ្លីមានធម្មជាតិដូចដែលគាត់ធ្លាប់មានពីមុនមកហ្នឹងចា៎ប្រើប្រាស់របៀបប្រពៃណីរបស់គាត់នឹងយ៉ាងម៉េចហ្នឹងឲ្យថែរក្សារបស់ហ្នឹងឲ្យបានគង់វង្សឲ្យនៅដដែលបាទឲ្យនៅដដែលហើយវិធីដែលគាត់ថែរក្សារបស់គាត់ដែលយើងមើលឃើញថាតាមបែបសមូហភាពហ្នឹងក៏យើងចង់ឲ្យគាត់រាជរដ្ឋាភិបាលយើងក៏ចង់ឲ្យពួកគាត់រក្សានៅដដែលនឹងឯងចឹងហើយបានជាមានបទដ្ឋានគតិយុត្តមួយចំនួនហ្នឹងជួយពួកគាត់ដើម្បីអាចចុះបញ្ជីដីរបស់គាត់ហ្នឹងមិនមែនចុះជាឯកជនទេគឺចុះជាសមូហភាពបានន័យថារួមគ្នា
កាន់កាប់គ្រប់គ្រងដីធ្លីធនធានធម្មជាតិនឹងរួមគ្នាដោយដែលគាត់ជាប្រពៃនេះដែលគាត់ធ្លាប់ធ្វើពីមុនមកអញ្ចឹងមានអីគាត់ចែករំលែកគ្នាមានអីគាត់នាំគ្នាទាំងពួកទាំងក្រុមទៅការពារទៅជួនកាលគាត់ទៅធ្វើស្រែធ្វើចំការហ្នឹងរួមគ្នាទៅទៀតក៏មានដែរអញ្ចឹងបានផលមកចែកអញ្ចឹងអ្វីដែលគាត់ធ្វើរួមគ្នាទៅគោរពបូជាតាមប្រពៃណីជំនឿរបស់គាត់ក៏ទៅរួមគ្នាអញ្ចឹងអញ្ចឹងហើយបានជារដ្ឋចារណាអំពីកម្មសិទ្ធិសមរភាពនឹងផ្ដល់ជូនទៅគាត់ចាលោកជំទាវខ្ញុំកាត់ប្រសាសន៍លោកបន្តិចរហូតដល់ពេលនេះថាតើសិទ្ធិនឹងការកាន់កាប់គ្រប់គ្រងដីធ្លីសហគមន៍នឹងដំណើរការយ៉ាងដូចម្ដេចហើយរហូតដល់ពេលនេះចារហូតមកដល់ពេលនេះតាមស្ថិតិដែលយើងអាចទទួលបានក្នុងពេលបច្ចុប្បន្ននេះគឺក្នុងចំណោម455សហគមន៍ឬក៏ភូមិរបស់គាត់ហ្នឹងគឺមាន202សហគមន៍គឺថាបានកំណត់អត្តសញ្ញាណថាគាត់ហ្នឹងជាជនជាតិដើមភាគតិចរួចហើយបន្ទាប់មកទៀតហ្នឹងគឺមាន154សហគមន៍ក៏បានទទួលភាពជានីតិបុគ្គលហ្នឹងដោយក្រសួងមហាផ្ទៃដោយគ្នាអញ្ចឹងកំណត់អត្តសញ្ញាណហ្នឹងគឺកំណត់ដោយក្រសួងអភិវឌ្ឍជនបទហើយការទទួលស្គាល់ភាពជានីតិបុគ្គលរបស់គាត់ហ្នឹងគឺទទួលស្គាល់ដោយក្រសួងមហាផ្ទៃហើយចុងក្រោយហ្នឹងគឺក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ជាអ្នកទទួលស្គាល់ដែនដីហើយនឹងចេញបានកម្មសិទ្ធិសមរភាពឲ្យគាត់អញ្ចឹងការកំណត់អត្តសញ្ញាណហ្នឹងគឺមានដល់202សហគមន៍ហើយការទទួលស្គាល់ជានីតិបុគ្គលហ្នឹងក៏មានដល់154សហគមន៍ហើយប៉ុន្តែការទទួលបានហ្នឹងគឺមានចំនួនតិចជាងគេគឺបានត្រឹម42សហគមន៍មកចឹងចាដែលទទួលបានកម្មសិទ្ធិសមរភាពហ្នឹងគឺដោយសារតែនីតិវិធីហ្នឹងឬស្មុគស្មាញតិចប្រើរយៈពេលយូរហើយអាចចំណាយលុយចំណាយកាក់អីហ្នឹងក៏ច្រើនដែរហើយជាទូទៅនៅក្នុងស្រុកយើងរាល់ថ្ងៃនេះអង្គការសង្គមស៊ីវិលបានចូលរួមជួយចំណែកច្រើនព្រោះដោយសារតែការចំណាយច្រើនមានបច្ចេកទេសច្រើនអញ្ចឹងហើយរដ្ឋរបស់យើងក៏មានធនធានតិចតួចដែរហើយដល់អញ្ចឹងទៅចំណែកការរួមចំណែករបស់សង្គមស៊ីវិលនឹងអាចជួយដល់សហគមន៍នឹងអាចរហូតដល់ពេលនេះគឺបានដល់ចំនួនដូចខ្ញុំបានរៀបរាប់មិញអញ្ចឹងហើយដូចបានជម្រាបទូពីមុនមកហើយអញ្ចឹងគឺថាសហគមន៍ដើម្បីអាចទទួលបានកម្មសិទ្ធិសមរភាពបានហ្នឹងគឺត្រូវឆ្លងកាត់3ដំណាក់កាលហ្នឹងគឺត្រូវតែទី1ឲ្យច្បាស់ថាពួកគាត់ជាជនជាតិដើមភាគតិចដែលទទួលស្គាល់ដោយក្រសួងអភិវឌ្ឍជនបទហើយទី2គឺគាត់ត្រូវកំណត់ភាពជានីតិបុគ្គលរបស់គាត់ដើម្បីគាត់អាចគ្រប់គ្រងរួមគ្នាចាត់ចែងការធនធាននៅក្នុងសហគមន៍របស់គាត់ដឹកនាំសមាជិករបស់គាត់ហ្នឹងតាមបែបជានីតិបុគ្គលហ្នឹងហើយទី3គាត់បានទទួលកម្មសិទ្ធិសមរភាពហ្នឹងអញ្ចឹងនេះគឺជាលក្ខខណ្ឌមួយចំនួនដែលពួកគាត់ត្រូវរៀបចំដើម្បីបានកម្មសិទ្ធិសមរភាពហើយមួយទៀតតកតងទៅនឹងថាតើនៅក្នុងកម្មសិទ្ធិសមរភាពហ្នឹងមានស្អីខ្លះដែលគាត់អាចទទួលបាននៅក្នុងអនុក្រឹត្យលេខ83ស្ដីពីនីតិវិធីចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចហ្នឹងគឺគេបានចែងថាមាន5ប្រភេទនៅក្នុងចំណែកប្រភេទដីដែលគាត់ទទួលបានក្នុងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចទី1គឺដីលំនៅឋានគឺដីដែលគាត់រស់នៅសង់លំនៅឋានជាក់ស្ដែងដែលគាត់រស់នៅរៀបចំជានិវេសនដ្ឋានរបស់គាត់ហ្នឹងចា៎បាទទី2គឺដីកសិកម្មប្រពៃណីរបស់គាត់ហ្នឹងដីដែលដាំដុះជាក់ស្ដែងដីដែលគាត់រៀបចំជាចំការវិលជុំស្អីហ្នឹងអាហ្នឹងក៏ជាផ្នែកមួយទៀតនៃសិទ្ធិរបស់គាត់ដែលគាត់ទទួលបាននៅក្នុងកម្មសិទ្ធិសមរភាពនឹងដែរចា៎ហើយទី3ទៀតជាដីអាចជាដីសាធារណៈរបស់រដ្ឋអាចជាដីរបស់រដ្ឋចឹងដែរដែលបានដែលរដ្ឋទទួលស្គាល់ហើយជាដីដែលគាត់ទុកបំរុងសម្រាប់ការដូរដំណាំវេនដែលគាត់អាចថាក្រោយទៅគាត់រីកធំធាត់គ្រួសាររបស់គាត់ធំកូនចៅរបស់គាត់ធំចំនួនក្រោយអញ្ចឹងទៅគាត់ត្រូវការដីបន្ថែមអញ្ចឹងអាហ្នឹងជាពិសេសសម្រាប់ពួកគាត់ដូរវេនដំណាំផងហើយនឹង
ពង្រីកដីសម្រាប់កូនចៅរបស់គាត់ផងដែរហើយខ្ញុំសូមកាត់ប្រសាសន៍លោកទេហើយខ្ញុំបញ្ជាក់ឡើងវិញតកតងទៅនឹងការមើលលក្ខខណ្ឌដែលអាចផ្ដល់សិទ្ធិកាន់កាប់ដីធ្លីជូនទៅដល់សហគមន៍ជនជាតិដើមភាគតិចឬក៏អ្នកសហគមន៍នឹងបានលុះត្រាតែរដ្ឋមើលឃើញថាគាត់ច្បាស់ជាជនជាតិដើមភាគតិចពិតប្រាកដមែនចាចំណុចទី2គឺកំណត់គឺជានីតិបុគ្គលបាទចាទី2ចាទី3គឺការទទួលការកំណត់ព្រំដែនដីមួយកន្លែងច្បាស់លាស់ណាបាទព្រំដែនដីច្បាស់លាស់ដែលក្រសួងដែនដីនគររូបនីយកម្មហ្នឹងគាត់មានគូសវាសផែនទីជាក់លាក់សម្រាប់ផ្ដល់ជូនទៅសហគមន៍ហើយមានបានកម្មសិទ្ធិសមរភាពមួយភ្ជាប់ទៅជាមួយដែរលុះត្រាតែអាជ្ញាធរឬក៏រដ្ឋាភិបាលកំណត់ព្រំគាត់ច្បាស់លាស់ហើយទើបធ្វើឲ្យគាត់ឬក៏គាត់កំណត់ថាអានេះជាដីរបស់គាត់ត្រូវទៅឲ្យគាត់ឬក៏យ៉ាងម៉េចចា៎បាទនៅក្នុងហ្នឹងវាមាន2ដំណាក់កាលទៀតដំណាក់កាលចុងក្រោយហ្នឹងណាចា៎ទី1គាត់ត្រូវគូសវាសផែនទីបឋមផែនទីដែលគូសអាចចាប់ផ្ដើមនោះដែលគូសដោយដៃណាចា៎គូសលើกระดาษផ្ទាំងសធំមួយអីចឹងទៅដើម្បីកំណត់ថាដីរបស់គាត់ហ្នឹងវាមាននៅម្ដុំណាខ្លះហើយប្រភេទដីដែលគាត់កំពុងតែកាន់កាប់ហ្នឹងមានដីអីមានដីខ្លះដូចរៀបរាប់5ប្រភេទមិនអញ្ចឹងដីណាជាដីលំនៅឋានម្ដុំណាជាដីសម្រាប់ធ្វើស្រែចម្ការកាន់កាប់ដាំដំណាំជាក់ស្ដែងដីណាដែលសម្រាប់បំរុងទុកដូរដំណាំនៅពេលក្រោយឬក៏សម្រាប់សហគមន៍របស់គាត់នៅថ្ងៃអនាគតដែលរីកធំធាត់ហ្នឹងហើយនឹងដីតាណាដែលគាត់ទុកជាដីសម្រាប់សក្ការៈបូជារបស់គាត់សម្រាប់គាត់បូជាតាមបែបសាសនារបស់គាត់ហើយដីណាដែលជាដីសម្រាប់យកទៅទុកសម្រាប់កប់សពចាកប់อะไรអ្នកដែលស្លាប់ទៅហ្នឹងចាតែមាន5ប្រភេទហ្នឹងគាត់ត្រូវគូសវាសដីហ្នឹងហើយជាធម្មតាពួកគាត់មិនសូវមានចំណេះជំនាញក្នុងការហ្នឹងទេច្រើនតែអង្គការសង្គមស៊ីវិលយើងនឹងឯងជួយគាត់ចឹងទៅហើយមានការជ្រោមជ្រែងពីអាជ្ញាធរខ្លះបើមិនចឹងទេវាអត់អាចមានសុពលភាពទេនៅពេលដែលគាត់គូសវាសហើយយកទៅបង្ហាញខាងសូយោដីដើម្បីឲ្យគេពិនិត្យមើលបាទគូសវាសធ្វើផែនទីគាត់ហើយបានគាត់ដាក់អាហ្នឹងសុំទៅក្រសួងដែនដីដើម្បីទទួលស្គាល់ហើយនឹងរៀបសម្រួលព្រំឡើងវិញតាមបច្ចេកទេសរបស់ខាងសូយោដីអូខេចាអញ្ចឹងការសម្រេចនៅលើក្រសួងពាក់ព័ន្ធទៀតថាតើគាត់គួរតែបានដីដើម្បីគាត់ដាក់ប្លង់ជូនដែរអត់ឬក៏មិនបានអញ្ចឹងចាហើយក៏មានកិត្តក្រមទៅតាមលិខិតបទដ្ឋានតិយុត្តដូចជាអនុក្រឹត្យលេខ83អីចឹងចាដោយសារថាមានការកំណត់ថាដីព្រៃអរិយរបស់គាត់នឹងអាចមានកំណត់ត្រឹមតែ7ហិកតាទេប៉ុន្តែតាមជាក់ស្ដែងគាត់មានបាទជាក់ស្ដែងគាត់មានធំជាងនឹង2ដងអីក៏មានដែរចាហើយដីកប់សពក៏ដូចគ្នាដែរកំណត់ឲ្យត្រឹមតែ7ហិកតាទេចាបើលើសហ្នឹងរដ្ឋមិនឲ្យទេរដ្ឋអត់ឲ្យទេចាអញ្ចឹងជាបញ្ហាមួយដែរសហគមន៍គាត់ទៀមទារាល់ថ្ងៃហ្នឹងទាំងឡៃហ្នឹងដែរចាកំពុងតែបញ្ហាហ្នឹងចាកំពុងមានការទៀមទាមុននេះខ្ញុំចាប់បានថាសហគមន៍ទាំងអស់មាន154សហគមន៍អញ្ចឹងចាដែលបាន455ចា455សហគមន៍ប៉ុន្តែចុះបញ្ជីគឺបាន154សហគមន៍ហ្មងចាដែលបានចុះបញ្ជីណាប៉ុន្តែឡែកទទួលបានកម្មសិទ្ធិដូចជា42សហគមន៍ហ្នឹងឬក៏202កំណត់អត្តសញ្ញាណរួចហើយ154គាត់ទទួលស្គាល់ជានីតិបុគ្គលហើយដែលទទួលបានកម្មសិទ្ធិសមរភាពនោះមានតែ42សហគមន៍ទេចាបើសិនជានៅចំនួនតិចអញ្ចឹងតើពួកគាត់នឹងប្រឈមបញ្ហាអីខ្លះចំពោះអ្នកដែលមិនទទួលបានកម្មសិទ្ធិនោះចាមានបញ្ហាច្រើនដែរបញ្ហាទី1ពាក់ព័ន្ធទៅនឹងលំហូររបស់ប្រជាពលរដ្ឋឥឡូវហ្នឹងគឺជាពលរដ្ឋខ្មែរយើងពីខាងក្រោមហ្នឹងទៅហ្នឹងគឺចូលទៅរស់នៅលីឡំមួយពួកគាត់ទៅកាប់ឆ្ការព្រៃដើម្បីធ្វើចម្ការធ្វើស្រែលោកឡំជាមួយនឹងពួកគាត់អញ្ចឹងធ្វើឲ្យមានបញ្ហាច្រើនជាមួយនឹងសហគមន៍ពាក់ព័ន្ធនឹងដីកាន់កាប់ផងពាក់ព័ន្ធនឹងចំនួនផ្សេងទៀត
ពាក់ព័ន្ធទៅនឹងការប៉ះពាល់ទៅលើប្រពៃណីវប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិចដែលគាត់កំពុងតែប្រកាន់ដែលគាត់ប្រកាន់ហ្នឹងគឺមានបញ្ហាច្រើនហើយទំនាស់ក្នុងការដែលចូលទៅរុករៀនហ្នឹងសហគមន៍គាត់គាត់តវ៉ាគាត់ដឹងថាដីនេះដីរបស់គាត់ធ្លាប់ធ្វើគាត់ធ្វើស្រែចម្ការអញ្ចឹងនរណាដែលមកកាប់ឆ្ការដីរបស់គាត់តែគាត់អត់ឲ្យទេគាត់ត្រូវតែប្តឹងទាមទារតវ៉ាអញ្ចឹងហើយខាងអង្គការខ្ញុំនឹងចូលទៅសម្របសម្រួលដោះស្រាយវិវាទហ្នឹងក៏ច្រើនដែរជាមួយនឹងសហគមន៍ជនជាតិដើមភាគតិចចាធ្វើឲ្យគាត់យល់អំពីផ្លូវច្បាប់ដែរចាអាចជាកម្មវិធីអប់រំផងដោះស្រាយបញ្ហាផងយើងអប់រំឲ្យគាត់ស្គាល់ថាគាត់ជាអ្នកខាងក្រៅហើយសហគមន៍ជនជាតិដើមភាគតិចគាត់មានសិទ្ធិជាពិសេសរបស់គាត់យ៉ាងម៉េចមួយអញ្ចឹងការដែលយើងទៅកាប់រៀនទន្ទ្រានដីរបស់គាត់វាខុសនឹងច្បាប់ខុសនឹងប្រពៃណីគាត់ហើយក៏ច្បាប់ទៀតអរគុណស្រាប់មើលទៅខាងតំបន់បងប្អូនជនជាតិហើយមានបញ្ហាច្រើនទៀតធម្មតារដ្ឋត្រូវការអភិវឌ្ឍផ្សេងអញ្ចឹងណាហើយអាចជាវិរិយអគ្គិសនីអាចជាតាមកម្មវិធីសម្បទានដីសេដ្ឋកិច្ចជួនកាលអភិវឌ្ឍផ្សេងទៀតពាក់ព័ន្ធនឹងការរុករករ៉ែស្អីក៏មានច្រើនបាទដល់ចឹងទៅប៉ះពាល់មួយសហគមន៍ច្រើនដែរធម្មតាដីម្ដុំហ្នឹងសឹងតែសហគមន៍គាត់កាន់កាប់សឹងទាំងអស់តាមពីដូនតាបាទដល់ចឹងតែធ្វើអីមួយគឺប៉ះចាចឹងកន្លែងទៅហ្នឹងសិតតែបញ្ហាដែលរដ្ឋគាត់បីថាពិនិត្យទៀងផ្ទាត់ហើយយកគោលការណ៍មួយចំនួនដោយដែលមានចែងដោយការកម្មវិធីមុនលើកអំពីស្ដីប្រកាសរបស់អាស៊ានមិនអញ្ចឹងណាស្ដីប្រកាសរបស់អាស៊ានស្ដីពីការទទួលស្គាល់ការកាន់កាប់បែបប្រពៃណីហ្នឹងចាអញ្ចឹងវាមានបញ្ហាច្រើនដែលពួកគាត់បីគោរពទៅដល់សិទ្ធិកាន់កាប់តាមបែបប្រពៃណីហ្នឹងចាអរគុណច្រើនខ្ញុំជំរាបជូននាងកញ្ញាលោកស្រីផងដែរថាដោយសារតែយើងអាចតាក់ទងទៅលោកកទូចបានអញ្ចឹងសូមអធិស្ឋានហើយអភ័យទោសចំពោះអ្នកស្ដាប់ថាយើងប្រកាសថាយើងមានវាគ្មិននៅអនឡាញមួយរូបឥឡូវនេះយើងអត់មានទេដោយសារតែលោកទូចមិនអាចតាក់ទងបានមានបញ្ហាខាងអ៊ីនធឺណិតក៏ដូចជាបច្ចេកទេសហើយសូមទោសលោកកទូចផងដែលរំខានពេលវេលារបស់លោកហើយឥឡូវនេះលោកអត់បានចូលរួមជជែកជាមួយនឹងកម្មវិធីរបស់យើងចឹងសង្ឃឹមថាថ្ងៃក្រោយលោកទូចអញ្ជើញចូលរួមមកក្នុងបន្ទប់ផ្សាយរបស់យើងចា៎ហើយក្នុងឱកាសនេះខ្ញុំជំរាបជូនថាយើងជជែកតាក់ទងទៅនឹងសិទ្ធិកាន់កាប់ដីធ្លីសហគមន៍នៅក្នុងកម្មវិធីសហគមន៍ខ្ញុំអញ្ចឹងបើសិនជាលោកអ្នកមានមតិយោបល់មានសំណួរចង់ចូលរួមសួរសំណួរដល់ក្រុមប្រកាន់វាគ្មិនក្នុងបន្ទប់ផ្សាយគឺលោកហ៊ួនជុនឌីចានាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍សូមទូរស័ព្ទមកកាន់លេខ012 999 014 015 222 និង097 85 85 102ហើយក្នុង Facebook Page វិទ្យុស្ត្រី Women Radio តើអ្នកបានដឹងអ្វីខ្លះពីសិទ្ធិរស់នៅសិទ្ធិប្រើប្រាស់អនុផលព្រៃឈើនិងសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីសហគមន៍តោះទូរស័ព្ទឥឡូវនេះមកលេខ012 999 014 015 222 102និង097 85 85 102នៅបែបប្រពៃណីនិងសិទ្ធិទទួលបានការគាំពារតាមផ្លូវច្បាប់សិទ្ធិកាន់កាប់ដីធ្លីតាមបែបសហគមន៍និងសិទ្ធិទទួលបានការអភិវឌ្ឍប្រកបដោយចីរភាពទាំងនេះមានជជែកក្នុងកម្មវិធីសហគមន៍ខ្ញុំសហគមន៍ខ្ញុំរស់នៅសុខដុមមានសិទ្ធិពេញលេញប្រជាសុខសាន្តយើងរួមបំពេញសហគមន៍ពោពេញដោយការអភិវឌ្ឍចាសហគមន៍ខ្ញុំយើងកំពុងជជែកតាក់ទងទៅនឹងសិទ្ធិកាន់កាប់ដីធ្លីសហគមន៍ខ្ញុំសូមបន្តសំណួរមកកាន់លោកជុនឌីទៀតមិញយើងនិយាយច្រើនតាក់ទងទៅនឹងបញ្ហារបស់បងប្អូនជនជាតិដើមភាគតិចអញ្ចឹងយើងចូលដល់បញ្ហាទៀតហើយរបៀបធម្មតាបងប្អូនជនជាតិដើមភាគតិចពីដើមឡើយគឺគាត់រស់នៅដោយលោកជុនឌីជំរាបជូនមកអញ្ចឹងគាត់មានដីបំរុងទុកពេលដែលគាត់ធ្វើចំការឬក៏ធ្វើស្រែនៅកន្លែងផ្សេងរួចរាប់មួយឆ្នាំគាត់ត្រឡប់មកកន្លែងដែលបំរុងទុកវិញហើយមានដីខ្លះសម្រាប់កប់សក់កប់អីចឹងទៅដីស្រែហ្នឹងក៏ធ្លាប់រស់នៅបែបធម្មជាតិរបស់គាត់
អញ្ចឹងសួរថាតើបើសិនជាមានការផ្លាស់ប្ដូរប្រព័ន្ធណាបែបកាន់កាប់ពីប្រពៃណីរបស់គាត់ទៅប្រព័ន្ធផ្លូវការរបស់រដ្ឋដោយបច្ចុប្បន្នដែលកំពុងតែធ្វើហ្នឹងតើលោកមើលឃើញថាមានផលវិជ្ជមាននិងអវិជ្ជមានអីខ្លះសម្រាប់សហគមន៍ទាំងមូលចា៎បាទដូចបានជំរាបខាងដើមខ្លះហើយថាផលជីវិតជំនាញគឺសហគមន៍គាត់មានច្បាប់សម្រាប់គ្រប់គ្រងរបស់គាត់ចា៎ដូចជាច្បាប់ភូមិបាលអញ្ចឹងជាពិសេសហើយនឹងបទដ្ឋានគតិយុត្តអនុក្រឹត្យប្រកាសអីមួយចំនួនអញ្ចឹងទៅទទួលស្គាល់បន្ថែមព្រមទាំងនីតិវិធីក្នុងការចុះបញ្ជីដីសមរភាពរបស់គាត់នឹងសិតតែជាប្រព័ន្ធមួយដែលធានាអំពីកម្មសិទ្ធិពីសុវត្ថិភាពដីធ្លីរបស់ពួកគាត់ចា៎ប៉ុន្តែទោះបីថាយើងមានផ្លូវច្បាប់ល្អអញ្ចឹងហើយក៏ដោយក៏ប៉ុន្តែនៅតែមានការខ្វះចន្លោះដោយបានរៀបរាប់អញ្ចឹងថាជួនកាលដីរបស់គាត់ធំដូចដីកប់សពដីសម្រាប់គោរពបូជាតាមជំនឿសាសនារបស់គាត់ហ្នឹងគឺធំហើយគាត់ត្រូវកំណត់មកនៅត្រឹមតែ7ហិកតាអញ្ចឹងថានឹងជាសិតតែជាបញ្ហាដែលពួកគាត់មិនទាន់អស់ចិត្តនៅឡើយទេចាគាត់ធំមកលើមកទូចគាត់នៅប៉ងទៀមទាតទៅទៀតនិយាយស្មោះត្រង់ទៅគាត់នៅប៉ងទៀមទាតទៅទៀតហើយមួយទៀតការដែលកាន់កាប់ដីរបស់គាត់ភាគច្រើនគឺច្រើនប៉ះពាល់ជាមួយនឹងតំបន់ការពារធម្មជាតិហើយតំបន់ការពារធម្មជាតិគឺមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងអំពីក្រសួងបរិស្ថានចា៎ហើយក្រសួងបរិស្ថានដើម្បីកាលណាតំបន់ហ្នឹងជាតំបន់ដែលគាត់ចាត់ទុកជាតំបន់ការពារធម្មជាតិគឺជាពិសេសនៅក្នុងតំបន់អភិរក្សហើយនៅតំបន់ស្នូលគាត់មិនអាចឲ្យសហគមន៍របស់យើងចូលទៅប្រើប្រាស់ណាមួយទៅប៉ុន្តែជាក់ស្ដែងសហគមន៍របស់យើងគាត់ចូលប្រើប្រាស់តាំងពីប្រពៃណីរបស់គាត់ក៏មិនដែលដឹងថាតាណាអភិរក្សតាណាស្នូលឯគាត់ទេគាត់តែគាត់ធ្លាប់ទៅតាណាគាត់ទៅតានឹងចា៎ហើយដល់អញ្ចឹងវាប៉ះពាល់ជាមួយផ្លូវច្បាប់អញ្ចឹងដែរដែលពេលខ្លះអាជ្ញាធរយើងក៏ហាមឃាត់រហូតដល់ខ្លះក៏ចាប់ចងឬក៏ចោទប្រកាន់តាមផ្លូវតុលាការជាដើមដោយសារតែការចូលទៅកាន់កាប់កន្លែងដែលរដ្ឋកំណត់ថាជាតំបន់ស្នូលតំបន់អភិរក្សហ្នឹងចាគាត់ទៅកាន់កាប់ឬក៏គ្រាន់ទៅម្ដងម្កាលដើម្បីអាស្រ័យផលទេពេលខ្លះគាត់មានចំការនៅហ្នឹងក៏មានដែរវាមាននៅចន្លោះព្រៃហ្នឹងអាចមានប្រឡោះដែលគាត់អាចធ្វើចំការគាត់អាចធ្វើស្រែអញ្ចឹងបានដែរពេលខ្លះក៏គាត់ចូលទៅរកអនុផលវល់រកផ្ដៅរកอะไรបបបាញ់ឯតាមរបៀបពេញនេះគាត់ពីមុនមកណាចាហ្នឹងក៏ប៉ះពាល់មួយផ្នែកដែរមួយផ្នែកទៀតធំនោះគឺការចុះបញ្ជីដីកម្មសិទ្ធិសមរភាពនេះឯងការចុះបញ្ជីដីកម្មសិទ្ធិសមរភាពរបស់គាត់ហ្នឹងគាត់ចង្អុលថាដីនេះគឺជាដីដែលគាត់ធ្លាប់កាន់កាប់តាំងពីយូរមកហើយព្រៃហ្នឹងជាព្រៃរបស់គាត់ធ្លាប់រស្អីចឹងប៉ុន្តែក្រសួងបរិស្ថានថាអត់ទេនឹងជាតំបន់អភិរក្សតំបន់ស្នូលអត់អាចប៉ះពាល់បានទេចឹងសំណើរបស់សហគមន៍ដែលសុំដីមកព្រៃមកចំណែកហ្នឹងជាកម្មសិទ្ធិសមរភាពជាដីព្រៃបំរុងទុកសម្រាប់បដូរដំណាំវេនសម្រាប់ពួកគាត់ចំនួនក្រោយស្អីហ្នឹងដីរួមទាំងដីអភិរក្សសំទោសដីព្រៃអរិយដែលគាត់ទុកគោរពបូជាសាសនាព្រៃកប់សពរបស់គាត់ហ្នឹងក៏មកចំណែកខ្លះហ្នឹងរដ្ឋអត់ព្រមឲ្យគាត់ទេចាអញ្ចឹងតាមជាក់ស្ដែងសហគមន៍ខ្លះគាត់សុំគាត់សុំ1000ហិកតាអញ្ចឹងជួនកាលដោយសារប៉ះពាល់មួយក្រសួងបរិស្ថានក្នុងតំបន់ការពារធម្មជាតិបានតែ500ហិកតាទេកន្លែងខ្លះអត់បានទៅទៀតនៅអញ្ចឹងបញ្ហានៅកន្លែងតំណឹងច្រើនហើយដែលថាយឺតយ៉ាវហ្នឹងគឺនីតិវិធីក្នុងការចុះបញ្ជីដីសហគមន៍ដែលមានការយឺតយ៉ាវក៏ដោយសារតែវាប៉ះពាល់នឹងឯងចាហើយក្រសួងបរិស្ថានក្នុងក្រមថ្មីនិយាយទៅជាគោលនយោបាយរដ្ឋាភិបាលគឺទាមទារឲ្យមានការពិនិត្យឡើងវិញនៅព្រំប្រទល់តំបន់ដែលកំណត់ហ្នឹងដើម្បីអាចឲ្យសហគមន៍ជនជាតិដើមភាគតិចមានឱកាសយកតំបន់ដែលគាត់កាន់កាប់ជាក់ស្ដែងហ្នឹង
មានន័យថាកែសម្រួលព្រំប្រទល់ដែលថានេះជាតំបន់ស្នូលនេះជាតំបន់អភិរក្សហ្នឹងកែសម្រួលព្រំប្រទល់ឡើងវិញដើម្បីផ្ដល់ឱកាសឲ្យជាដើមភាគតិចហ្នឹងបានទទួលដីហ្នឹងជាកម្មសិទ្ធិសមរភាពតាមប្រពៃណីរបស់គាត់ឡើងវិញចាអញ្ចឹងអានឹងនៅបញ្ហាច្រើនសិក្សាថាបានដោះស្រាយឆាប់ដើម្បីជួយដល់បងប្អូនសហគមន៍ដែរចាលោកខ្ញុំចង់ឲ្យលោកបញ្ជាក់តកតងទៅនឹងច្បាប់ឬក៏បញ្ញត្តិតែច្បាប់ឬក៏បញ្ញត្តិអីដែលបញ្ជាក់ច្បាស់ថាអំពីកម្មសិទ្ធិគ្រប់គ្រងដីធ្លីរបស់សហគមន៍បានតាមមានច្បាប់ឬក៏បញ្ញត្តិអីដែរចាបាទវាចាប់ផ្ដើមចេញដំបូងឡើងគឺរដ្ឋធម្មនុញ្ញហ្នឹងហើយរដ្ឋធម្មនុញ្ញយើងនិយាយអំពីខ្មែរគ្រប់រូបហ្នឹងមានសិទ្ធិក្នុងការកាន់កម្មសិទ្ធិឯកជនកម្មសិទ្ធិសមរភាពអីហ្នឹងទោះបីថាมันបានលើកចំអំពីជនជាតិដើមភាគតិចក៏ប៉ុន្តែជនជាតិដើមភាគតិចក៏ជាខ្មែរមួយរូបដែរមិនចឹងដែរជាខ្មែរមួយរូបដែរចឹងគាត់មានសិទ្ធិមានកម្មសិទ្ធិមួយតាមបែបប្រពៃណីរបស់គាត់ចឹងហើយបានជាច្បាប់សំខាន់មួយទៀតហ្នឹងគឺច្បាប់ភូមិបាល2001នឹងឯងដែលមានមាត្រាមួយចំនួនគឺនិយាយសំដៅដល់កម្មសិទ្ធិសមរភាពរបស់សហគមន៍ជនជាតិដើមភាគតិចហ្នឹងតែម្ដងហើយបានបែកពីច្បាប់ភូមិបាលហ្នឹងមកបានមានអនុក្រឹត្យមានប្រកាសផ្សេងទៀតដែលបង្កលក្ខណៈឲ្យមានការពារតាមបែបកម្មសិទ្ធិសមរភាពរបស់សហគមន៍ជនជាតិដើមភាគតិចហ្នឹងហើយច្បាប់ព្រៃឈើច្បាប់តំបន់ការពារធម្មជាតិដែលជំនួសដោយក្រមបរិស្ថានថ្មីក៏មានខជាច្រើននិយាយអំពីការផ្ដល់សិទ្ធិរបស់សហគមន៍ជនដើមភាគតិចហ្នឹងឬក៏សហគមន៍មូលដ្ឋានហ្នឹងក្នុងច្បាប់ច្រើននិយាយអំពីសហគមន៍មូលដ្ឋានមានន័យថាក្តោបយកទាំងសហគមន៍ជនជាតិដើមភាគតិចដែរចាចូលគ្នាបាទចូលគ្នាអញ្ចឹងទៅកន្លែងទៅហ្នឹងក៏សហគមន៍ជនជាតិដើមភាគតិចគាត់អស់ចិត្តដែរគាត់ថាមិនក៏មិនដាក់ឈ្មោះគាត់តែម្ដងមិនចាំបាច់បញ្ចូលគាត់ទៅសហគមន៍មូលដ្ឋានទៅអីព្រោះគាត់មានលក្ខណៈដោយឡែកពីគេអញ្ចឹងគាត់ថាគាត់មានលក្ខណៈដោយឡែកច្បាស់របស់គាត់បាទអញ្ចឹងគាត់ត្រូវតែមានឈ្មោះនៅក្នុងច្បាប់នៅក្នុងក្រមហ្នឹងមិនឲ្យដាក់ចូលគ្នាជាមួយសហគមន៍មូលដ្ឋានទេគាត់ខ្លាចបាត់អត្តសញ្ញាណរបស់គាត់បាទគាត់ខ្លាចបាត់អត្តសញ្ញាណរបស់គាត់អរគុណច្រើនចាលោកជំនាញមានប្រិមិត្តគាត់ខមមិននៅ Facebook របស់យើងគាត់ថាសហគមន៍មិនបានប៉ះពាល់តំបន់ទេតែតំបន់គេមកបង្កើតនៅក្នុងតំបន់ដែលសហគមន៍កំពុងរស់នៅនេះអ្វីប្រហែលជាគាត់ស្ដាប់លោកជំនាញលើកឡើងមុននេះធម្មតាប្រជាជននៅតាមសហគមន៍គាត់ធ្លាប់ធ្វើអីកន្លែងណាកន្លែងនេះទៅពេលក្រោយមករដ្ឋាភិបាលឬក៏ស្ថាប័នដែលពាក់ព័ន្ធមួយចំនួនគាត់យកដីហ្នឹងថាជាដីអភិរក្សឬក៏ដីអីផ្សេងរបស់រដ្ឋអីចឹងណាអញ្ចឹងបាទត្រូវហើយគាត់ខមមិនហ្នឹងត្រូវហើយខ្ញុំនិយាយមិញក៏ក្នុងន័យហ្នឹងដែរថាគាត់កាន់កាប់ពីដូនពីតាគាត់មកអញ្ចឹងប៉ុន្តែដល់ក្រោយមករដ្ឋកំណត់ច្បាប់កំណត់អីកំណត់ទំហំកំណត់ដីនេះជាដីរបស់រដ្ឋដីនេះរបស់គ្រប់គ្រងដោយក្រសួងបរិស្ថានអីចឹងកំណត់តំបន់ទៅទៀតតំបន់ដែលហាមឃាត់មិនឲ្យចូលទៅទៀតដោយតំបន់ស្នូលតំបន់ភិរក្សចឹងវាប៉ះពីអាដីដែលគាត់ធ្លាប់កាន់កាប់ពីមុនមកហ្នឹងចឹងអាហ្នឹងជាបញ្ហាដែលកម្មសិទ្ធិសមរភាពហ្នឹងក៏នៅគៀងដោយសារបញ្ហាហ្នឹងដែរបើនិយាយទៅគឺដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋរបស់ក្រសួងនីមួយអញ្ចឹងពេលដែលគាត់រស់នៅតាមបែបសហគមន៍គាត់បានគិតថាដីហ្នឹងរដ្ឋកាន់កាប់ឬក៏អីដឹងតែដូនតាគាត់អ្នកធ្វើហ្នឹងតាំងពីដើមមកអញ្ចឹងនៅពេលដែលគេចូលទៅដើម្បីវាស់វែងយកដីហ្នឹងដើម្បីអភិវឌ្ឍអីមួយវាប៉ះទង្គិចទៅដល់គាត់នេះអាចថាជាអ្វីដែលយ៉ានីលើកឡើងដែរចាយ៉ានីអាចមានចម្ងល់សំណួរអាចបន្ថែមទៀតបានមុននេះមិញយើងបានទៅជែកតាក់ទងទៅនឹងប៉ះពាល់នឹងសិទ្ធិអាស្រ័យផលរបស់ជនជាតិដើមភាគតិចមួយចំនួនដែរនៅក្នុងគោលការណ៍ណែនាំរបស់អាស៊ានតាក់ទងទៅនឹងសិទ្ធិកាន់កាប់ដីធ្លីសហគមន៍ហ្នឹងគឺបានចែងឬក៏បញ្យលយ៉ាងដូចម្ដេចខ្លះចាមានគោលការណ៍រហូតដល់10មកនៅក្នុងយើងហៅសេចក្តីប្រកាសអាស៊ានរបស់អាស៊ានដើម្បីទទួលស្គាល់ការកាន់កាប់បែបប្រពៃណីក្នុងតំបន់ទេសភាពព្រៃឈើអីចឹងណាចាបាទអញ្ចឹងមានគោលការណ៍ដល់10ក្នុងការការពារទៅដល់សិទ្ធិកាន់កាប់របស់សហគមន៍ហើយក្នុងនោះហ្នឹងគឺមានគោលការណ៍ទី1ដែលខ្ញុំគិតថាគោលការណ៍ទី1ហ្នឹងគឺពិសេសជាងគេដោយសារតែគេនិយាយអំពី
សិទ្ធិកាន់កាប់តាមបែបប្រពៃណី ចា ហើយសិទ្ធិកាន់កាប់តាមបែបប្រពៃណីហ្នឹងក្តោបទាំងអស់ហ្មងបើយើងនិយាយថាតាមប្រពៃណីហ្នឹងក្តោបទាំងអស់គឺក្តោបសឹងតែអាចជ្រាបទៅដល់គោលការណ៍9ទៀតហ្នឹងគឺស្ថិតនៅក្នុងការទទួលស្គាល់ការណាស្គាល់កាន់ទទួលស្គាល់ការកាន់កាប់តាមបែបប្រពៃណីអាផ្សេងទៀតហ្នឹងក៏បន្តបន្សំដែរ ចា បាទឧទាហរណ៍ថាការកាន់កាប់បែបប្រពៃណីរបស់គាត់គឺគាត់ពឹងផ្អែកទៅលើធនធានធម្មជាតិគាត់ពឹងផ្អែកទៅលើដីធ្លីគាត់អត់មានទៅរកស៊ីឯណាលក់ដូរឯណាដូចខ្មែរយើងណាអញ្ចឹងជីវិតគាត់គឺជារស់បានដោយសារដីធ្លីនិងធនធានធម្មជាតិដែលគាត់ច្រើនតែប្រើពាក្យថាដីធ្លីព្រៃឈើនៅតំបន់គាត់គឺជាជីវិតរបស់គាត់អញ្ចឹងមានន័យថាជីវិតគាត់ហើយនឹងដីធ្លីធនធានធម្មជាតិដែលនៅជុំវិញគាត់ហ្នឹងគឺជាជីវិតគាត់តែកាលណាយកដីគាត់យកធនធានធម្មជាតិរបស់គាត់បាត់បង់អស់ហ្នឹងបានន័យថាគាត់ស្លាប់ហើយគាត់អត់រស់នៅកើតទេអញ្ចឹងជីវិតគាត់ផ្សារភ្ជាប់ជាមួយនឹងធនធានធម្មជាតិដីធ្លីហ្នឹងឯងគឺការទី1ហ្នឹងគឺក្តោបយកដីស្មារតីហ្នឹងចាទី2គាត់មិនមែនត្រឹមតែពឹងផ្អែកទៅលើធនធានធម្មជាតិដីធ្លីហ្នឹងទេគឺគាត់ការពារទៅទៀតយើងថាអីបើគាត់ធ្វើចំការវិលជុំអញ្ចឹងខ្ទេចខ្ទីអស់ហើយព្រៃឈើគ្មានសល់មិនអញ្ចឹងអ្នកអត់សូវបានយល់ពីរបៀបរស់នៅរបស់ជនជាតិដើមបន្តិចយល់ថាការកាប់ដីវាតលិចវាតកើតនឹងអស់ព្រៃឈើប៉ុន្តែគាត់អត់ធ្វើអញ្ចឹងទេគាត់វាតដីណាដែលគាត់ធ្លាប់ធ្វើកន្លងមកទេចាមិនកាប់ដើមឈើធំៗហើយព្រៃឈើធំដទៃទៀតហ្នឹងជួនកាលគាត់ទុកជាកន្លែងគោរពបូជាគាត់ទៀតគាត់ការពារណាបើទៅកាប់ព្រៃតែគ្នាគាត់មិនឲ្យទៅកាប់ដែរដោយសារអីកន្លែងហ្នឹងទុកគោរពបូជាទុកកន្លែងជាបើយើងភាសាយើងធម្មតាតែកន្លែងព្រះរបស់គាត់ណាចាព្រះរបស់គាត់នៅហ្នឹងទៅបំផ្លាញនៅព្រះរបស់គាត់បាបកម្មងអញ្ចឹងគាត់តាមជំនឿរបស់គាត់ត្រូវដាក់ពិន័យដាក់អីច្រើនទៀតតាមបែបប្រពៃណីគាត់ណាដែលទៅប៉ះពាល់ដល់ព្រៃឈើរបស់គាត់ទៀតចាហ្នឹងជាប្រពៃណីមួយដែលសំខាន់សម្រាប់គ្រប់គ្រងថែរក្សាការពារជីវៈចម្រុះហើយក៏ការពារធានាដល់សុខុមាលភាពរបស់សហគមន៍របស់គាត់ដែរចាប៉ុន្តែប្រទេសនីមួយៗត្រូវការអភិវឌ្ឍបាទអញ្ចឹងវារៀងទៅនឹងឯងដែលយើងហៅថាវាមានផលវិជ្ជមានផលអវិជ្ជមានបាទអរគុណច្រើនយោងទៅលើពេលវេលាយើងដែរប៉ុន្តែខ្ញុំចង់បញ្ជាក់សំណួរបន្តទៀតដែរដើម្បីឲ្យប្រព័ន្ធកាន់កាប់ដីធ្លីសហគមន៍ល្អប្រសើរយើងស្ដាប់ទៅប្រហែលជា30-40នាទីណារៀងមើលទៅស្មុគស្មាញរៀងប្រទេសមួយទោះបីជាច្បាប់តាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លីសហគមន៍ត្រូវបានមានការចុះបញ្ជីនិងផ្ដល់ជូនសហគមន៍មួយចំនួនក៏ដោយសហគមន៍ខ្លះអត់ទាន់បាននៅប្រទាំងប្រទេសគ្នាដោយសារតែអាចអត់ទាន់ត្រូវគ្នាថាគាត់ចង់បានប៉ុណ្ណេះហើយយើងអាចអនុញ្ញាតបានតែកម្រិតមួយដែលតាមច្បាប់កំណត់អញ្ចឹងថាតើដើម្បីឲ្យប្រព័ន្ធកាន់កាប់ដីធ្លីសហគមន៍បានល្អប្រសើររដ្ឋាភិបាលថាបានពាក់ព័ន្ធត្រូវធ្វើដូចម្ដេចដើម្បីគេថាឈ្នះទាំងអស់គ្នាចា៎បាទដូចខ្ញុំបានជម្រាបខាងដើមខ្លះថាបញ្ហាប្រឈមគឺពាក់ព័ន្ធទៅនឹងការរត់រៀនពីខាងក្រៅមកចា៎ការរត់រៀនពីខាងក្រៅវាមានទាំងជាប្រវត្តិយើងពីខាងនេះទៅហើយនឹងបាទជាប្រវត្តិខាងនេះទៅហើយនឹងការអភិវឌ្ឍផ្សេងទៀតអញ្ចឹងទាំងអស់នេះគប្បីតែពិចារណាឲ្យច្បាស់លាស់ឲ្យមែនទែនថាតើរដ្ឋគួរតែមានវិធានការបែបណាដើម្បីទី1ទប់ស្កាត់ការហូរចូលរបស់ប្រជាពលរដ្ឋពីខាងក្រៅទៅផងហើយការវិវត្តផ្សេងគប្បីតែគោរពទៅដល់សិទ្ធិកាន់កាប់ជាប្រពៃណីរបស់គាត់ហើយបើថាប៉ះពាល់ដើម្បីតែផលប្រយោជន៍សាធារណៈដែរទេតើពួកគាត់មានវិធីណាខ្លះដែលអាចបញ្ជៀសផលប៉ះពាល់ឲ្យបានកាន់តែច្រើនជាអតិបរមាតាមគោលការណ៍ច្បាប់ដែលយើងមានរួចហើយដូចជានៅក្នុងច្បាប់អន្តរជាតិយើងមិញខ្ញុំនិយាយពីច្បាប់ជាតិយើងខ្លះហើយអញ្ចឹងមានច្បាប់អន្តរជាតិមួយចំនួនទៀតដូចជាគោលការណ៍របស់អាស៊ានមិញអញ្ចឹងដូចជាគោលការណ៍ BGGT ដែលកំណត់អំពីការទូហទៅក្នុងការគោរពទៅដល់ការកាន់កាប់បែបប្រពៃណីហ្នឹង
យើងមានគោលការណ៍ EPIC ការដែលទទួលបាននៅព័ត៌មានទទួលបាននៅដោះដំណោះស្រាយហើយនឹងការព្រមព្រៀងរបស់សហគមន៍ដែលត្រូវតែមានច្បាស់លាស់មុននឹងធ្វើការអភិវឌ្ឍផ្សេងៗហ្នឹងគឺអាគោលការណ៍ហ្នឹងគឺសំខាន់មែនទែនដែលគួរបីយកទៅពិនិត្យពិចារណារួមជាមួយនឹងច្បាប់ខ្មែរយើងដែរច្បាប់ខ្មែរយើងក៏មានច្រើនដែរពាក់ព័ន្ធនឹងការដោះស្រាយវិវាទហ្នឹងទាំងក្រៅប្រព័ន្ធតុលាការទាំងក្នុងប្រព័ន្ធតុលាការហើយរាល់ថ្ងៃនេះរដ្ឋាភិបាលបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទៀតគឺកំពុងតែនាំយកយន្តការទៅដាក់នៅជនជាតិដើមភាគតិចដែរដើម្បីអាចដោះស្រាយបញ្ហាក្នុងសហគមន៍ការពារដីសហគមន៍បានកាន់តែល្អប្រសើរអញ្ចឹងទាំងអស់ហ្នឹងសិតតែជាអ្វីដែលរដ្ឋាភិបាលក៏ដូចជាអង្គការសង្គមស៊ីវិលហើយសហគមន៍ខ្លួនឯងហ្នឹងត្រូវតែពង្រឹងធ្វើម៉េចអាចចូលរួមបន្ស៊ីគ្នារវាងប្រព័ន្ធប្រពៃណីរបស់យើងហើយនិងយន្តការផ្លូវការរបស់រដ្ឋាភិបាលដែរចាយើងស្ដាប់មើលទៅសហគមន៍ក៏ចង់បានសិទ្ធិកាន់កាប់ដីធ្លីពេញលេញដែរដល់ស្របច្បាប់ដែរប៉ុន្តែបើសិនជាពួកគាត់ខាងសហគមន៍អត់មានសិទ្ធិពេញលេញក្នុងការកាន់កាប់ដីធ្លីតើប៉ះពាល់អីខ្លះដល់ស្ត្រីក្មេងស្រីចាអ្វីដែលលោកមើលឃើញបាទហ្នឹងតែកណាប៉ះពាល់ទៅដល់ពួកគាត់ដូចកន្លងមកអញ្ចឹងយើងឃើញមានការរុះរើលំនៅឋានរបស់គាត់ចេញពីតំបន់ដែលត្រូវធ្វើវិរិយអគ្គិសនីជាពិសេសគឺតំបន់ធ្វើវិរិយអគ្គិសនីហ្នឹងប៉ះពាល់ខ្លាំងមែនទែនដែលត្រូវតែជំលះសហគមន៍ហ្នឹងចេញមកអញ្ចឹងតែកាលណាចេញមកអញ្ចឹងមានផលប៉ះពាល់ខ្លាំងមែនទែនទៅដល់សហគមន៍ផងទាំងមូលផងដល់ក្មេងដល់ស្ត្រីដែលពាក់ព័ន្ធទៅនឹងការរៀនសូត្រការស្ដារឡើងវិញនៅជីវភាពពួកគាត់ធ្លាប់តែធ្វើស្អីពីព្រៃពីចំការឲ្យគាត់ទៅនៅកន្លែងផ្សេងដែលអត់មានចំការមានអីសម្រាប់ជាមូលដ្ឋានក្នុងការចិញ្ចឹមជីវិតរបស់គាត់អញ្ចឹងតែកាលណាអត់មានអីចិញ្ចឹមជីវិតឲ្យបានត្រឹមត្រូវទេកូនមានឱកាសណាទៅរៀនទៅសូត្រអញ្ចឹងក្មេងយុវជនដែលត្រូវការបណ្ដុះបណ្ដាលជាដែងទៅពាំងស្នងឫស្សីមិនត្រឹមតែពាំងស្នងឫស្សីសម្រាប់សហគមន៍គាត់ទេប៉ុន្តែជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិទាំងមូលដែរអញ្ចឹងវាប៉ះពាល់តគ្នាអញ្ចឹងចាបាទអញ្ចឹងបានថាការធ្វើកិច្ចអភិវឌ្ឍណាមួយគាត់បីតែពិចារណាអំពីផលប៉ះពាល់ហ្នឹងហើយបញ្ជៀសវាបើសិនតែវាប៉ះពាល់ខ្លាំងពេកគួរតែងាកទៅរកធ្វើស្អីផ្សេងទៅហ្នឹងបាទយើងកុំគិតថាមានតែធ្វើអាហ្នឹងទេបានល្អបាទរកដំណោះស្រាយថ្មីមួយទៀតបាទវាមានជំរឿសណាវាមានជំរឿសវាមិនមែនត្រូវតែធ្វើតែមួយមុខហ្នឹងបាទដោះមួយនឹងអត់ចឹងយើងរកមើលជំរឿសថ្មីរកដំណោះស្រាយថ្មីអរគុណជាចុងក្រោយតើលោកមានអ្វីជាសារផ្ដាំផ្ញើទៅដល់បងប្អូនជនជាតិភាគតិចក្តីឬក៏សហគមន៍ក្តីក៏ដូចជារដ្ឋាភិបាលចា៎បាទមានតែនឹងលើកទឹកចិត្តឲ្យគ្រប់ភាគីទាំងអស់ហើយអាចមានការប្រស័យតាក់ទងគ្នាយោគយល់គ្នាទៅវិញទៅមកមុននឹងធ្វើអ្វីមួយគឺថាត្រូវតែមានការពិគ្រោះយោបល់ការពិគ្រោះយោបល់ហ្នឹងសំខាន់មែនទែនហ្មងតែកាលណាអត់មានការពិគ្រោះយោបល់ឬក៏ពិគ្រោះយោបល់គ្រាន់តែសើហ្នឹងគឺជាប្រភពនៃបញ្ហាហ្មងខ្ញុំនឹកឃើញដល់ប្រសាសន៍របស់សម្ដេចនាយកថ្មីនេះលោកថាយើងសុខចិត្តធ្វើឲ្យយឺតតែលឿនតែកុំធ្វើឲ្យលឿនតែយឺតពាក្យសម្ដីខ្ញុំចាំរហូតមកដោយសារតែខ្ញុំគិតទៅដល់ការអភិវឌ្ឍនឹងឯងចា៎បាទការអភិវឌ្ឍរាល់ថ្ងៃយើងប្រឹងធ្វើលឿនណាប្រឹងធ្វើទៅម៉េចឲ្យតែបានឃើញលទ្ធផលសមិទ្ធផលមកតែភ្លេចគិតថាមានបញ្ហាច្រើនណាស់នៅពីក្រោយដែលត្រូវដោះស្រាយដល់បន្ទាប់ពីធ្វើអាធំបានមកនៅដោះស្រាយបញ្ហាក្រោយនឹងមកអញ្ចឹងវាទៅជាយឺតវាមិនបានលឿនវាទៅជាយឺតវិញអញ្ចឹងបាននិយាយថាប្រសាសន៍របស់សម្ដេចនឹងគឺថាមានអត្ថន័យខ្លាំងមែនទែនមកសម្រាប់សង្គមបច្ចុប្បន្នបាទអរគុណច្រើនយើងទៅលើពេលវេលាខ្ញុំអរគុណលោកហ៊ួនជន្ទីចាស់នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ហើយអភ័យទោសលោកកទូចដែលយើងមិនអាចតាក់ទងគ្នាបានសង្ឃឹមថាលោកទូចនឹងចូលរួមក្នុងកម្មវិធីយើងនៅប្រធានបទណាមួយនៅពេលក្រោយហើយយើងជួបគ្នាវិញនៅប្រធានបទថ្មីនៅប្រធានបទក្រោយនោះគឺនិយាយអំពីសិទ្ធិរស់នៅបែបប្រពៃណីនិងការទទួលបានអត្ថប្រយោជន៍នៃការអភិវឌ្ឍ
ហើយអរគុណច្រើនលោក បាទ សិនទីចាជូនពរលោកជោគជ័យនៅក្នុងកិច្ចការងារហើយអរគុណប្រិយមិត្តដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់កម្មវិធីយើងតាំងពីដើមដល់ចប់ហើយនៅពេលនេះនេះខ្ញុំផាន់នផានិងលោកចិនទីសូមអរគុណសូមជម្រាបលាចា កម្មវិធីសហគមន៍ខ្ញុំដើម្បីលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លី និងសិទ្ធិអាស្រ័យផលរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា